qua này là phải năm chẳng là chụp lá đợt qua này chẳng cứ ớt qua này tại mà đó tóc tờ hô cái hai tờ hô là tới cái khơi dương châu kẹt châu thì cứ cái ớt châu tại mà đóสุดก็มาการ hear her story ថ្ងៃនេះយើងនឹងនាំអារម្មណ៍ប្រិយមិត្តមកស្ដាប់នៅរឿងរ៉ាវដ៏គួរឲ្យរំភើបចិត្តនិងមានអត្ថន័យមួយនេះគឺជារឿងរ៉ាវពិតរបស់ស្ត្រីជាម្ដាយម្នាក់ដែលបានលាក់បាំងនៅមុខរបររបស់ខ្លួនដែលជាអ្នកសម្អាតពីព្រោះតែសម្ពាធពីគ្រួសារមិនចង់ឲ្យអ្នកដទៃដឹងប៉ុន្តែនៅពីក្រោយការងារដែលសង្គមខ្លះមើលរំលងនេះគឺជាការលះបង់ដ៏អស្ចារ្យរបស់គាត់ទាំងញើសឈាមទាំងកម្លាំងកាយចិត្តរហូតខ្លះជាពន្លឺដែលអាចជំរុញឲ្យកូនស្រីពីររូបរៀនចប់ថ្នាក់បរិញ្ញាបត្រនិងបានធ្វើការដ៏មានមុខមាត់នៅក្នុងធនាគារនៅពេលបច្ចុប្បន្នភាគនេះពួកយើងធ្វើឡើងនៅក្នុងគោលបំណងដើម្បីសម្ដែងនូវការដឹងគុណផ្ដល់តម្លៃនិងបើកបេះដូងស្ដាប់នៅរឿងរ៉ាវពិតរបស់ស្ត្រីម្នាក់តោះយើងមកស្ដាប់ជាមួយនឹងរឿងរ៉ាវពិតរបស់វីរនារីនៅក្នុងជីវិតពិតរបស់យើងទាំងអស់គ្នាជម្រាបសួរអ៊ំចាអនុញ្ញាតណែនាំខ្លួនតិចបានទេអ៊ំnhưng mà dụ hà sập buồn này អ៊ំអាចនាំពួកខ្ញុំត្រឡប់ទៅខាងក្រោយវិញបន្តិចតាំងពីដំបូងដែលជីវិតប្រចាំថ្ងៃអ៊ំអត់ទាន់បានមកធ្វើការនៅក្នុងកន្លែងនេះតើការរស់នៅមិនដែររហូតដល់បានចូលមកធ្វើការផ្នែកនេះ ពីមុនមកខ្ញុំមកពេញមុនបងខ្ញុំធ្វើការសំណងដល់ធ្វើសំណងយូរខ្ញុំក៏មានបងប្អូននាំទៅធ្វើចុងភៅផ្ទះគេអញ្ចឹងណាដល់ធ្វើចុងភៅផ្ទះគេដាក់ខែក៏រៀងតិចក៏មានបងប្អូននាំមកធ្វើការមុនបងធ្វើចុងភៅដែរនៅកន្លែងហ្នឹងចុងភៅហ្នឹងអនាម័យផងដល់ធ្វើបានច្រើនឆ្នាំដែរក៏គេបិទចុងភៅក៏គេឲ្យខ្ញុំធ្វើអនាម័យរហូតមកដល់ពេលហ្នឹងដោយសារតែយើងធ្វើការផ្នែកនេះហើយអ៊ំត្រូវបិទអត់ឲ្យអ្នកផ្ទះដឹងទៀតថាយើងធ្វើការអញ្ចឹងតើអ៊ំគាត់ថាខ្លួនឯងមានផលលំបាកអីខ្លះនៅពេលដែលយើងត្រូវបិទបាំងអត់ចង់ឲ្យអ្នកនេះអ្នកនោះដឹងអញ្ចឹងសម្រាប់អ៊ំពិបាកអត់ពិបាកដែរតាណាមួយយើងក៏ខ្មាស់គេដែរខ្លះទៅក៏គេទទួលយកខ្លះទៅក៏គេល្អើមយើងដែរអញ្ចឹងណាដល់អញ្ចឹងខ្ញុំលាក់អត់ឲ្យគេដឹងថាខ្ញុំធ្វើអីទេអ្នកស្គាល់ខ្ញុំមួយចំនួននៅផ្ទះក្តីនៅផ្សារក្តីគេអត់ដឹងថាខ្ញុំធ្វើអនាម័យទេពេលច្រើនគឺអញ្ចឹងចុះអារម្មណ៍អ៊ំផ្ទាល់នៅពេលដែលយើងត្រូវលាក់បាំងគេអញ្ចឹងតើក្នុងចិត្តយើងមិនដែរក្នុងចិត្តខ្ញុំនឹងខ្ញុំថាខ្ញុំនឹងខំធ្វើការហ្នឹងដើម្បីឲ្យកូនខ្ញុំហ្នឹងរៀនឲ្យចប់កុំឲ្យគាត់ពិបាកដូចខ្ញុំអញ្ចឹងណាខ្ញុំស៊ូធ្វើម៉េចរកធ្វើម៉េចឲ្យកូនខ្ញុំរៀនឲ្យចប់ឲ្យមានការងារធ្វើត្រឹមត្រូវហើយឥឡូវហ្នឹងក៏ខ្ញុំធ្វើបានហើយដែរខ្ញុំធ្វើបានឲ្យកូនខ្ញុំរៀនចប់ចង់ដឹងថានៅពេលដែលអ៊ំត្រូវនៅក្នុងស្ថានភាពមួយដែលយើងធ្វើការហើយនៅត្រូវជំរុញកូនឲ្យគាត់ត្រូវបានចូលរៀនរហូតដល់រៀនចប់ចង់ដឹងថាតើអ៊ំជួបឧបសគ្គខ្លះហើយពេលហ្នឹងវាពិបាកប៉ុណ្ណាពិបាកខ្លាំងណាព្រោះអីបើប្រាក់ខែមកមួយខែខ្ញុំត្រូវយកមកខ្ទាស់អានេះត្រូវចាយទិញម្ហូបអានេះទុកស្គូបងសំបងសាលាកូនដល់អញ្ចឹងហើយត្រូវលៃធ្វើម៉េចឲ្យវាគ្រាន់ជួយណាខ្វះទៅក៏យើងខ្ចីបងការគេអញ្ចឹងណាដើម្បីពពលជុំយកមកសិនមកធ្វើម៉េចឲ្យបានបងសាលាកូនឲ្យរួចសិនអញ្ចឹងណាចាំយើងរកក្រោយទៀតយើងយកទៅសងគេវិញសម្រាប់ប្រាក់ចំណូលដែលយើងផ្គត់ផ្គង់ឲ្យកូនរៀនគឺមកតាមមួយផ្លូវទេគឺទៅលើការងារសម្អាតនឹងសូមសួរថាអ៊ំមានអ្នកដែលជួយផ្គត់ផ្គង់ឬក៏ដូចជាគ្រួសារដែលគាត់ជួយរកមកផ្នែកទៀតអត់ឬក៏អ៊ំតែម្នាក់ឯងប្តីខ្ញុំកាលកូននៅទូចកាលនោះប្រាក់ខែគាត់80ចឹងគាត់ឲ្យយើងពាក់កណ្ដាលដល់មកក្រោយទៀតប្រាក់ខែគាត់វារៀងឡើងចឹងទៅគាត់ឲ្យយើង80ដល់កូនពេញរៀនគាត់លែងឲ្យមិនចឹងហេតុអីអាហ្នឹងរបៀបថាគាត់វាមានពួកម៉ាក់គាត់មិនទៅមានស្រីមានអីគឺតែផឹកមកមុខឯងអញ្ចឹងគាត់យកប្រាក់ខែទាំងអស់ហ្នឹងគាត់ហូបស្រាហូបអីតាមរបៀបគាត់ចឹងណាហើយយើងគឺរ៉ាប់រងគ្រួសារខ្លួនឯងទៅអញ្ចឹងកំឡុងពេលដែលអ៊ំរ៉ាប់រងម្នាក់ឯងទាំងអស់ទាំងបន្ទុកគ្រួសារទាំងរឿងកូនរៀនចង់ថាពេលហ្នឹងតើកូនមានទទួលដឹងអត់ថាអ៊ំកំពុងតែពិបាករឿងលុយកាក់អញ្ចឹង
កូនខ្ញុំនិយាយរួមកូនខ្ញុំល្អខំរៀនអត់ដែលធ្លាក់ថ្នាក់ទេកាលនៅទូចអាមួយទី2ហ្នឹងគាត់ចូលថ្នាក់ទី1មីទូចហ្នឹងនៅទូចគេឲ្យយកមកកន្លែងធ្វើការទេដល់អញ្ចឹងគាត់ទៅរៀនថ្ងៃចេញលេងគាត់មកមើលប្អូនឲ្យបាយប្អូនអញ្ចឹងហើយមិនគាត់ទៅរៀនវិញអូយហើយគាត់ដឹងរហូតថាខ្ញុំមកពិបាកដល់គាត់បានចូលឆ្នាំទី1គាត់ចាប់ផ្ដើមរកការងារធ្វើដើម្បីគាត់រកមកទិញកៅអៅខ្លួនគាត់ចាយចាក់សាំងអីចឹងណាហើយយើងរកលុយដើម្បីយកមកចំណាយក្នុងគ្រួសារហ្នឹងបានកូនជួយគាត់រៀនអង់គ្លេសអីទៀតចឹងណាគាត់បងខ្លួនឯងហើយខ្ញុំនឹងរកមកបងថ្លៃសាលានិងទឹកភ្លើងនៅក្នុងផ្ទះហ្នឹងហើយនឹងចាយឈឺជាឲ្យគ្រប់អត់គ្រប់ទេខ្ញុំវល់ជុំហ្មងតែគាត់ថាខ្ញុំវល់ជុំខ្ញុំតែខ្ចីគេមែនតែខ្ញុំសងគេវិញចឹងណាខ្ញុំអត់មានខ្ចីគេឲ្យអត់សងទេគឺខ្ញុំសងគេវិញចុះកូនគាត់មានដឹងទេថាលុយដែលគាត់យកទៅបង់ថ្លៃសាលានិងចាយវាផ្សេងហ្នឹងបានមកពីការងារដែលអ៊ំទៅធ្វើជាអ្នកសម្អាតកូនខ្ញុំដឹងចុះអ្នកណាខ្លះដែលយើងត្រូវលាក់បាំងជាមួយគាត់ញាតិមិត្តអីចឹងណាគេមិនដឹងទេអ្នកស្រុកអ្នកភូមិយើងគឺគេមិនដឹងទេអត់តែម្ដងបើកូនគាត់ដឹងនិយាយរួមខ្ញុំមកដែរបើថាខ្ញុំបើសិនជាកូនខ្ញុំអត់ល្អទៀតខ្ញុំឈួតយូរតែកូនខ្ញុំល្អណាកូនខ្ញុំល្អទាំង3ម៉ោងសម័យមេបងអត់បានរៀនទេតែជួយម៉ែតែឥឡូវគាត់ការឲ្យគាត់មានប្តីគាត់ល្អតាមទៅគាត់មានលុយឲ្យកូនគាត់រៀនសាលាល្អអញ្ចឹងណាស្ដាប់មើលទៅកូនគាត់ក៏ដូចជាយល់ពីស្ថានភាពនិងការងាររបស់អ៊ំដែរចុះហេតុអីបានអ៊ំសម្រេចចិត្តលាក់បាំងមុខរបរហ្នឹងតើមានអ្នកណានិយាយអីឬក៏យើងទទួលសម្ពាធពីខាងណាដែលចំហ្មងធ្វើឲ្យយើងសម្រេចចិត្តថានឹងលាក់ផ្សេងអ្នកស្រុកអ្នកភូមិយើងតែម្ដងគេមើលងាយផ្សេងមិត្តភក្តិអីចឹងណាអញ្ចឹងខ្ញុំសម្រេចចិត្តអត់ដែរឲ្យគេដឹងទេអ្នកដឹងមួយចំនួនថាចិត្តស្និទ្ធគាត់ដឹងអញ្ចឹងណាបើកូនខ្ញុំគាត់ដឹងថាគាត់អាណិតម្ដាយតែផ្ទះឥឡូវហ្នឹងគាត់ក៏មានការងារធ្វើអញ្ចឹងទៅតនេហ្នឹងគាត់នាំខ្ញុំដើរលេងទៅហូបអីអញ្ចឹងណាឥឡូវហ្នឹងវាលែងពិបាកពីមុនមកគឺពិបាកខ្លាំងតែម្ដងតែពិបាកយ៉ាងណាក៏ដោយក៏ខ្ញុំនៅតែស៊ូធ្វើម៉េចឲ្យកូនខ្ញុំហ្នឹងរៀនឲ្យចប់ឲ្យមានការងារធ្វើត្រឹមត្រូវដល់ឥឡូវកូនខ្ញុំមានការងារធ្វើត្រឹមត្រូវព្រមឡើងគាត់ស្លៀកពាក់ចេញរៀងខ្លួនស្អាតខ្ញុំមើលទៅខ្ញុំសប្បាយចិត្តកូនក៏មិនដែរថាគេមកប្រាប់ថាកូនឯងកិច្ចសាលាតែនេះអត់ដែរសុំតែម្ដងកូនសិតតែកន្លងធំអត់មកកូនខ្ញុំដងថ្ងៃហ្នឹងមិនត្រឹមស្រឡាញ់ម៉ែទេគឺមិនក្មេងអ្នកដតីអត់មកហ្នឹងមកធ្វើការវិញសុំលុយវាឲ្យរហូតក្នុងនាមជាម្ដាយទោះពិបាកហត់នឿយរងសម្ពាធរងការដែលត្រូវគេមិនឲ្យតម្លៃខ្លះឬក៏មើលរំលងខ្លះហត់នឿយមិនក៏នៅតែស៊ូដើម្បីតែចង់ឃើញថ្ងៃហ្នឹងចង់ឃើញថ្ងៃដែលកូនមានការងារមួយដែលល្អស្លៀកពាក់ស្អាតបាយឥឡូវបានដោយបំណងហើយមើលត្រឡប់ទៅក្រោយវិញអ៊ំចង់ប្រាប់អីដល់ស្ត្រីម្នាក់ដែលធ្វើគ្រប់យ៉ាងដើម្បីតែឲ្យខ្លួនឯងបានឃើញថ្ងៃហ្នឹងខ្ញុំចង់ប្រាប់បងប្អូនយើងទាំងអស់ថាធ្វើការងារអីក៏ដោយយើងស៊ូបើខ្ញុំចេញមកធ្វើការនៅអនាម័យនៅនឹងមុនដំបូងគឺខ្ញុំជិះកង់ខ្ញុំឡើងដាស់កូនខ្ញុំឲ្យគាត់ឡើងម៉ោង4ខ្ញុំក៏ដាំបាយស្លតគាត់ម៉ោង5ខ្ញុំចេញខ្ញុំដាក់គាត់ឡើងហើយដើម្បីឲ្យគាត់មួយទឹកមួយឲ្យប្អូនទុកប្អូននៅផ្ទះគាត់ទៅរៀនហើយខ្ញុំជិះកង់មកធ្វើការល្ងាចបានខ្ញុំជិះកង់ទៅវិញខ្ញុំជិះកង់រយៈពេលដល់3ឆ្នាំ7 4ឆ្នាំមកបានខ្ញុំមានលុយទិញម៉ូតូជិះទិញម៉ូតូអាគប់ជិះដែលមានថ្ងៃណាដែលយើងធ្វើការរហូតដល់ធ្លាក់ខ្លួនឈឺពេលហ្នឹងយើងធ្វើមិនទៅអ៊ំខ្ញុំឈឺពិបាកបំផុតកូននៅទូចឈឺឲ្យអត់លុយ
នឹងបបាក់ខ្លាំងណាស់ហើយដល់ថ្នាក់ផ្លេចថាយើងទិញកគីឡូហូបយើងពីមុនអត់មានផ្ទះយើងជួលផ្ទះគេនៅដល់អញ្ចឹងខ្ញុំបបាក់ហើយខ្ញុំដល់វាអត់ពេលអត់ដល់ថ្នាក់ផ្លេចថាខ្លួនឯងក៏វាមានស្រែនៅស្រុកដែរដល់ថ្នាក់ផ្លេចឲ្យបងស្រីគាត់ធ្វើហូបផ្លេចថាខ្លួនឯងមានស្រែមានអីទៅយូរកហូបគីឡូអញ្ចឹងទៅដល់ពេលម្ដាយខ្ញុំមកម្ដាយខ្ញុំឃើញបាក់អញ្ចឹងគាត់ថាកូនឯងមានស្រែមានអីតើកូនឯងទាស្រូវពីបងពាក់កណ្ដាលមកវិញមកឲ្យគេកិនឲ្យអន់ផុតក៏បានមួយឆ្នាំ5 3ដែរអង្គដល់វាពឹងសឹងវិញពឹងសឹងដល់ផ្លេចថាខ្លួនឯងក៏មានស្រែធ្វើហូបដែរផ្លេចអស់ទាំងអស់មកដឹងអាខំរបានលុយទៅទិញមកហូបទៅរួចហើយវេនគឺយើងកាលនោះធ្វើចុងភៅឡើងចុះយើងទៅខ្ចប់ហូបពីកន្លែងយើងមកញ៉ាំខ្លះចឹងណាហើយយើងទិញកដាំហូបហ្នឹងទៅជួលតែគេនៅតើតកូនរៀងធំដូចជាថ្នាក់ទី7ទី8ខ្ញុំសំបានធ្វើផ្ទះទិញដីតាំងពីកូននៅទូចដែរដល់ថ្នាក់ទី7ទី8ខ្ញុំមានលុយធ្វើផ្ទះនៅចឹងណាមានលុយធ្វើផ្ទះធ្វើអីនៅហ្នឹងទៅបានផ្ទះបានអីឲ្យកូននៅដល់រាល់ថ្ងៃហ្នឹងហើយកូនក៏រៀនចប់ហើយដែរបើយើងកលេចត្រឡប់ទៅក្រោយវិញបន្តិចកំឡុងពេលស្ដាប់មើលទៅអ៊ំធ្វើនៅក្នុងការងារនេះ20ឆ្នាំគឺយូរខ្លាំងមែនតើចារយៈពេល20ឆ្នាំជាងហ្នឹងតើមានពេលណាមួយដែលធ្វើឲ្យអ៊ំចងចាំអត់ភ្លេចជាងគេដែលថាពេលហ្នឹងគឺយើងធ្លាក់ខ្លាំងមែនតើហើយយើងស៊ូវាឡើងមកដោយរបៀបណាហេតុអីបានស៊ូមកបានហើយតើពេលហ្នឹងគឺអ៊ំជួបរឿងអីដែលពិបាកខ្លាំងមកដែលធ្វើឲ្យអ៊ំចាំអត់ភ្លេចគឺពិបាកខ្លាំងខ្ញុំថាបើខ្ញុំនៅតែប្រាក់ខែហ្នឹងខ្ញុំនឹងជពាក់គេវ៉ាន់កហ្មងខ្ញុំក៏ទៅសាវថ្ងៃខ្ញុំជុំវិញខ្ញុំបែកកណិតរោស៊ីចងការលុយអូចាតែយកលុយគេទេយកគេមកចងតនឹងអាចំណូលហ្នឹងហើយនឹងធ្វើឲ្យខ្ញុំប្រសងបានធ្វើផ្ទះនៅអូចានឹងគឺបានចឹងឯងនឹងតែបើមែនតើខ្ញុំចង់ដឹងថាតើបញ្ហាដែលអ៊ំជួបខ្លាំងហ្មងជាបញ្ហានៅកន្លែងធ្វើការឬក៏បញ្ហានៅក្នុងគ្រួសារច្រើនជាមួយពីរហ្នឹងតើមួយណាដែលជាឧបសគ្គខ្លាំងហ្មងកន្លងមកឧបសគ្គខ្លាំងហ្នឹងនៅក្នុងគ្រួសារហ្នឹងឯងគ្រួសារយើងមានប្តីអត់ទទួលខុសត្រូវវាវេទនាចំពោះស្ត្រីទាំងអស់តែណាម្នាក់ឯងកូនទូចហលុយកូនឈឺយល់ខ្ញុំវេទនាទាំងសំបីតែតងន់ខ្លួនឯងក៏ចង់យកកូនក៏ខ្ញុំរកលុយទៅធ្វើម៉េចរកលុយឲ្យមានថាអាចនឹងទៅពេទ្យបានស្គូខាងយើងឆ្លងតលេឆ្លងអីចឹងរកលុយខ្លួនឯងខ្ញុំធ្លាប់ឆ្លងតលេបានមួយខែជាងក្តីបាយក៏មានព្រោះថាជីវភាពវាបាក់ពេកយើងនិយាយខ្លះវាវាយយើងវាយដល់ខ្ញុំកូនខ្ញុំធំនៅតែមានទំនាស់គ្នាដល់ថ្នាក់ដល់រាល់ថ្ងៃហ្នឹងអត់ដែរស្ដីរកគ្នាទេនៅផ្ទះមួយគ្នាគាត់ស្ដីរកគ្នាដែរតែខ្ញុំនឹងហើយខ្ញុំក៏មិនទាលុយឯណាខ្ញុំនឹងរកចិញ្ចឹមរាល់ថ្ងៃហ្នឹងគឺរស់រៀងខ្លួនខ្ញុំមិនយកលុយស្មីមករៀលខ្ញុំនឹងរកចិញ្ចឹមទៀតរកចិញ្ចឹមគ្រួសារហ្នឹងកូនគាត់ជួយទៅកូននោះតិចកូននេះតិចខ្ញុំតិចអញ្ចឹងទៅយើងវាឥឡូវហ្នឹងដូចថាកូនវារៀនចប់អត់មានការងារទៅអញ្ចឹងវាធូរតែបើតពីមុនហ្នឹងវេទនាបំផុតគឺក្នុងគ្រួសារមកទៅដល់កន្លែងធ្វើការអត់អីយើងធ្វើការគេស្អាតទៅមេក្រោយគាត់មិនដែលរករឿងអីយើងទេវាពិបាកតែក្នុងគ្រួសារតើអ៊ំធ្លាប់ទទួលបានការរើសអើងមិនឲ្យតម្លៃដោយសារតែការងារយើងដោយផ្ទាល់មានថាគ្រាន់តែលើពីគេប៉ុន្តែត្រូវគេធ្វើដាក់ដោយផ្ទាល់
ta thọp bàn chua hay hạt ca nó bạn mày là đại ông ធ្លាប់ច្រើនណាស់មកផ្សេងពេលយើងដើរទៅលេងជុំគ្នាអីចឹងណាទៅលេងជុំគ្នាអីចឹងតែទៅជាអ្នកធំហ្មងអត់អីទៅវិញគាត់ស្រឡាញ់យើងគាត់ហូបបាយមួយយើងគាត់ហៅយើងជិះឡានមួយគាត់ណាថាម៉ោងចឹងចាគេមិនមួយចំនួននេះគេជួបស្គាល់គ្នាឡើង20ឆ្នាំចឹងនៅតែជួបក្រៅដកស្គាល់នេះចឹងគឺអត់ស្គាល់គ្នាតែម្ដងតកទៅហូបកាយគេហៅទៅហូបខ្លះទៅគេឃើញយើងចូលគេអត់ចូលទេគឺគេអត់ចូលតែម្ដងតែបើអ្នកធំមេធំអត់អីទៅវិញគាត់ដឹងថាគេហៅការយើងមានតែគាត់ឲ្យជិះឡានទៅជាមួយទៀតវាអញ្ចឹងទៅវិញអូនអ្នកខ្លះចឹងទៅគេអង្គុយមួយយើងទេតែស៊ីកាអីចឹងណាគេមិនអង្គុយមួយយើងទេខ្ញុំក៏មិនខឹងគេដែរព្រោះអីយើងវានេះណាកម្លាំងចិត្តទាំងហ្នឹងហើយមិនខ្ញុំខំរលួយទៅមកថាឲ្យមានផ្ទះឲ្យកូននៅឲ្យកូនរៀនឲ្យចប់ឲ្យមានការងារធ្វើតាមត្រូវកុំឲ្យគេមើលងាយដូចខ្ញុំអញ្ចឹងណា ប៉ុន្តែអូននៅពេលដែលយើងត្រូវអ្នកចិត្តខាងឬក៏បុគ្គលិកមួយចំនួនអ្នកដែលគេមិនឲ្យតម្លៃការងារយើងអញ្ចឹងចង់ដឹងពីអារម្មណ៍អូនផ្ទាល់តើអូនគិតថាការងារខ្លួនឯងអត់មានតម្លៃដែរអត់ដោយដែលគេធ្វើដាក់អញ្ចឹងអត់ ចំពោះគាត់ខ្ញុំមិនដឹងថាម៉េចទេតែខ្ញុំថាខ្ញុំមានតម្លៃការងារហ្នឹងកន្លែងហ្នឹងធ្វើឲ្យខ្ញុំមានថ្ងៃហ្នឹងខ្ញុំធ្វើការឲ្យគេស្អាតមេកោយមេផ្ដល់តម្លៃខ្ញុំហើយខ្ញុំមានផ្ទះនៅរាល់ថ្ងៃកូនខ្ញុំរៀនចប់ក៏ដោយសារការងារហ្នឹងកន្លែងហ្នឹងទៀតដេញផ្ដល់ខ្ញុំរាល់ថ្ងៃហ្នឹងមានដល់ថ្ងៃហ្នឹងគឺកន្លែងហ្នឹងហ្មង ចាអូននិយាយទៅបើពីខ្ញុំវិញខ្ញុំក៏ជាបុគ្គលិកក្រុមហ៊ុនមួយកន្លែងដែរហើយខ្ញុំហ៊ាននិយាយថាការងារគ្រប់ផ្នែកសិតតែមានតម្លៃទាំងអស់ចង់ដឹងថានៅពេលដែលអូនបានឃើញសមិទ្ធផលខ្លួនឯងដែលយើងចង់ផ្ដើមកូនឲ្យរៀនដោយការងាររបស់យើងផ្នែកនឹងអូននៅគិតថាចង់លាក់វាតទៀតអត់សម្រាប់អាជីពមួយនឹង អ្នកនៅពេញហ្នឹងគេដឹងអ្នកស្គាល់គេដឹងសឹងទាំងអស់តែថាអ្នកស្រុកទេសំបីតែឥឡូវយើងងើបរស់បានប៉ុណ្ណឹងយើងក៏ណាមិនមានអីទេក៏ណាយើងបានរស់ប៉ុណ្ណឹងយើងមានដីនៅស្រុកស្រែអីគេក៏ហើយហ្នឹង ក៏នៅតែមានអ្នករើសអើងទៅលើអាជីពរបស់យើងមួយនេះ ចាចាព្រោះថ្ងៃហ្នឹងខ្ញុំនិយាយរួមខ្ញុំបានមកធ្វើការខ្ញុំសប្បាយចិត្តចាខ្ញុំអត់ចង់នៅផ្ទះទេខ្ញុំចង់មកធ្វើការខ្ញុំចេះថាអាយុខ្ញុំលើ50ជាងហើយបើសិនណាគេត្រែតអីចឹងណាមិនដឹងថាខ្ញុំនៅផ្ទះកើតអត់ ធ្វើឡើងត្រឡប់ហើយ មកនៅកន្លែងធ្វើការវាមើលឃើញគេមើលឃើញឯងចឹងណា ចា បើយើងនៅតែផ្ទះហ្មងខ្ញុំបែរនៅអត់បានទេមកទៅ ចុះឥឡូវនេះបន្ទុកនៅក្នុងគ្រួសារអត់ធ្ងន់ដូចមុននេះត្រូវអត់អ៊ំធូរច្រើន ធូរច្រើនបានកូនធ្វើការអញ្ចឹងគាត់រ៉ាប់រងជំនួសយើងអញ្ចឹងណា ចា និយាយរងហើយឥឡូវចូលលក្ខណៈហៅលុយចាយខ្លួនឯង អេ ចាយខ្លួនឯង ដល់ពេលហើយចុះអ៊ំគិតថាចង់សម្រាប់ពីការងារហ្នឹងនៅពេលណាដែរធ្លាប់ដែរគិតអត់ ខ្ញុំអត់ចង់ខ្ញុំចង់តើបានតើតាគេប្រឈប់ខ្ញុំហ្មង ចា បើថាគេប្រឈប់ហើយយើងកិច្ចអត់រួចទេយើងត្រូវតែឈប់ ប៉ុន្តែបើចិត្តឥឡូវដែរគិតសោះថានឹងឈប់ពេលណា អត់ចង់ឈប់ទេព្រោះអីដូចជានៅធ្វើការគេកើតដែរអញ្ចឹងណាក្មួយរាល់ថ្ងៃហ្នឹងណា អត់តន់គិតទេថានឹងឈប់កាលទៀត អត់ឈប់ទេ ចា ទោះគេប្រឈប់ មានក្តីសុខនៅកន្លែងហ្នឹងហើយ មានខ្លាំងមេធំល្អខ្លាំងណាគាត់អត់ល្អើមពួកខ្ញុំទេអត់ហ្មងនិយាយទៅគាត់សុំឲ្យហូបបាយគាត់ហូបជាមួយថ្ងៃខ្លះទៅគាត់ចង់ហូបអីគាត់ពឹងយើងឲ្យជួយធ្វើគាត់ហូបក៏មានគូគាត់ហូប ចា ខ្ញុំធ្វើគាត់ហូបរហូតនិយាយរួមខ្ញុំសប្បាយចិត្តនឹងធ្វើការនឹងតតែគេប្រឈប់យើងឈប់ហើយ តើអ៊ំចង់ឃើញកូនរស់នៅមានជីវិតបែបណានៅពេលដែលអ៊ំចាស់ទៅ ខ្ញុំចាស់ទៅហ្នឹងហើយខ្ញុំរាល់ថ្ងៃហ្នឹងចង់ឲ្យកូនហ្នឹង
còn ngày nâng quạt lo hai em cho chụp đại cu quạt nâng ôi sao mà trăng không rò xi không prang prang thơ mà bộ ấy ta khmin lôi á ta luôn ai có mơ nghe luôn ai nè nhom đăng cho ba mỏng và xe con chưa bê tuổi hay ọt lôi ចឹងក្រៅពីហ្នឹងជាម្ដាយមួយរូបគ្រាន់តែចង់ឲ្យចង់ឃើញកូនមានជីវិតមួយដែលមានដៃគូល្អអ៊ំបាញ់អ៊ំផ្ដោតសំខាន់កន្លែងហ្នឹងចង់ឲ្យកូនមានដៃគូដែលល្អជួយជ្រោមជ្រែងគ្នាព្រោះថាកន្លងមកអ៊ំមានបញ្ហាកន្លែងហ្នឹងខ្លាំងទៅបើចង់ឲ្យកូនជួបដូចដែលយើងបានជួបចាឲ្យគាត់ចេះស្រឡាញ់គ្នាចេះថាហៅលុយមកត្រូវមិនសមចេះទទួលខុសត្រូវទាំងសងខាងកុំឲ្យទទួលខុសត្រូវម្នាក់ឯងទទួលខុសត្រូវម្នាក់ឯងមិនសេះមនុស្សស្រីវេទនាណាស់កូនឈឺខ្ញុំទៅសារខ្ញុំប្រាប់មួយឯងតងន់តែអាមួយនៅទូចទៅសារទីមហូបខ្ញុំដឹកកូនហងដឹកមហូបផងមកធ្វើមហូបឲ្យគេយើងនៅធ្វើចុងភៅតែខ្ញុំកាលនោះខ្ញុំអត់ទាន់រកអីជាប្រាក់ខែតែខ្ញុំនឹកឃើញសពខ្ញុំនៅតែផ្ទះជួលអញ្ចឹងឲ្យចុះខ្ញុំកូនខ្ញុំរស់មិនហើយបើខ្ញុំមិនរកមុខរបរមួយទៀតខ្ញុំនៅតែផ្ទះជួលមកជីវិតហ្មងបើសិនជាកូនអ៊ំបានមើលវីដេអូមួយនេះអ៊ំមានអីចង់និយាយទៅកាន់ពួកគាត់ចង់ផ្ដាំទៅពួកគាត់ចង់និយាយទៅកាន់កូនឲ្យគាត់ខំរកស៊ីអញ្ចឹងណាខំរកស៊ីមិនសមលុយមិនសមកាក់ដោយម្ដាយអញ្ចឹងម្ដាយបើប្រាក់ខែមកខ្ទាស់លុយមែនខ្ញុំអត់កក់អីខ្ញុំក៏ទាស់ថាអានេះទៅទិញហូបអានេះត្រូវចាយអានេះទៅឆ្លៀតទុកតិចឲ្យកូនឈឺចានេះថ្លៃភ្លើងបោអត់អាចទៅលាចាយប្តីផ្ដាបានទេតែលាចាយប្តីផ្ដាអស់អត់មានអីយកកូនទៅពេទ្យទេហើយយើងនឹងពេញមកតែឯងហ្នឹងតែអញ្ចឹងបងប្អូននៅស្រុកទាំងអស់ហើយខ្ញុំក្រៅពីចង់ឲ្យកូនសមលុយហើយអីទៀតមានអីចង់ប្រាប់គាត់ទៀតចង់ឲ្យគាត់សមលុយឲ្យគាត់បានទិញផ្ទះទិញអីនៅអញ្ចឹងណាចង់ឲ្យអ៊ំផ្ដាំផ្ញើទៅកាន់មនុស្សដែលគាត់គិតថាឥឡូវហ្នឹងគាត់កំពុងតែពិបាកតើអ៊ំមានពាក្យអីនិយាយលើកទឹកចិត្តទៅកាន់ពួកគាត់ខ្ញុំតែងតែប្រាប់កូនរហូតអាពាក្យហ្នឹងខ្ញុំថាកូនលើមានការងារធ្វើហើយបើកូនទៅតាមផ្លូវចិត្តផ្ទះយើងក៏ដោយកូនចេះធ្វើទៀនកូនជួយគាត់ទៅដូចម៉ាក់ជួយរាល់ថ្ងៃខ្ញុំជួយខ្ញុំជួយយាយក្បែរតែខ្ញុំគាត់អត់ហើយកូនខ្ញុំក៏ជួយយ៉ាងដែរក្មេងសុំលុយគាត់ឲ្យខ្ញុំទៅកន្លែងទៅការកូនឯងកុំប្រសេះអ្នកអនាម័យកុំមើងងាយសោះកូនខ្ញុំផ្ដាំគាត់ដល់ហើយកូនខ្ញុំតែអត់ទេម៉ាក់ខ្ញុំមិនដែលមើងងាយគាត់ទេគាត់ជូតតបខ្ញុំមិនដែលឲ្យគាត់ជូតទេខ្ញុំជូតតែខ្លួនឯងទេខ្ញុំមិនដែលឲ្យគាត់ជូតទេហើយកូនទៅតាមផ្លូវអីឃើញពូមកយកសម្រាប់មុខផ្ទះយើងអីចឹងកូននៅកូនយកពីទូទឹកកកអីហ្នឹងមានទឹកមានអីយកគាត់ហូបទៅហើយខ្ញុំនៅក៏ខ្ញុំយកឲ្យដែរយកឲ្យពួកគាត់ហូបទៅណាអរគុណអ៊ំច្រើនខ្លាំងមែនចាអរគុណសម្រាប់ការចែករំលែកនៅបទពិសោធន៍ជីវិតនៅក្នុងកម្មវិធីថ្ងៃនេះឃើញថាពីកម្មវិធីក៏ដូចជាខ្ញុំផ្ទាល់ទទួលបានគំនិតថ្មីនិងផ្នែកគំនិតតទៅនឹងការរៀបចំជីវិតខ្លួនឯងបានច្រើនថែមទៀតខ្លាំងមែនទែនហើយមានអារម្មណ៍ថាកោតសរសើរនិងស្ញប់ស្ញែអ៊ំផ្ទាល់គឺបកកាយខ្លាំងមែនទែនអ៊ំជាស្ត្រីដែលរឹងមាំបកកាយហើយមានគំនិតមួយដែលមិនចោះចាញ់មិនថាជីវិតជួបរឿងអីទាំងក្នុងគ្រួសារទាំងការងារទាំងសង្គមខាងក្រៅគឺអ៊ំស៊ូតែម្នាក់ឯងពិតជាបកកាយខ្លាំងតែហើយមួយទៀតអ៊ំចំកូនបានល្អអរគុណប្រិយមិត្តដែលបានចំណាយពេលទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់យើងនឹងជួបគ្នានៅវីដេអូក្រោយទៀតសម្រាប់ថ្ងៃនេះសូមអរគុណសូមគោរពលា